ឱកាសនៃការធ្វើទំនើបកម្មក្រសួងរៀបចំដែនដីនគររាជកម្មនិងសំណង់នៅក្នុងអាណត្តិនេះយើងខ្ញុំនឹងមានរចនាសម្ព័ន្ធនឹងមានធនធានមនុស្សនឹងមានលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រាន់សម្រាប់រយៈពេល20ឆ្នាំទៅមុខគ្រប់គ្រាន់យើងមានមនុស្សគ្រប់គ្រាន់យើងមានមុខងារសាធារណៈឲ្យទាំងនិយមន័យឲ្យទាំងទិសដៅនៃមុខងារសាធារណៈរបស់ក្រសួងរៀបចំដែនដីនគររាជកម្មសំណង់សម្រាប់រយៈពេល20ឆ្នាំទៅមុខខ្ញុំបាទគិតក្នុងក្របខ័ណ្ឌ25ឆ្នាំតែឥឡូវយើងអាណត្តិនេះយើងបាន2ឆ្នាំជិត2ឆ្នាំកន្លះហើយអញ្ចឹងខ្ញុំប្រើពាក្យថា20ឆ្នាំទៅមុខទៀតខ្ញុំនៅក្រសួងគឺខ្ញុំតែងតែប្រាប់សហជីវិករបស់ខ្ញុំថាយើងត្រូវការពេលវេលាប៉ុណ្ណាហើយពេលវេលានេះគឺជាពេលវេលាយុទ្ធសាស្ត្រអត់មានពេលវេលាឆ្លោះប្រកែកគ្នាអត់មានពេលវេលាត្រូវបែកបាក់គ្នាទេនេះត្រូវថែរក្សាបើយើងបែកបាក់គ្នាបើយើងមិនចោះសំណងគ្នាការងារយើងអត់ចប់ខ្វែងចំណុចនេះចោះមានមតិយោបល់ខុសគ្នាចោះប៉ុន្តែនេះគឺជាកិច្ចការសំខាន់បំផុតសម្រាប់យើងអញ្ចឹងនេះជាឱកាសដែលខ្ញុំត្រូវពូនជ្រុំបាទដែលខ្ញុំប្រើពាក្យថាកសាងនិងពូនជ្រុំរដ្ឋបាលសាធារណៈទំនើបឆ្លាតវៃនិងវាងវៃដែលយើងត្រូវបន្តនិងធានានិរន្តរភាពការងារត្រូវធានាដំណើរការរបស់ក្រសួងស្ថាប័នព្រោះនេះមិនមែនរបស់ខ្ញុំទេគឺរបស់យើងទាំងអស់គ្នាខ្ញុំត្រូវរក្សាស្មារតីនិងស្ថិរអារម្មណ៍ឲ្យបាននឹងណោចក្នុងជួរមន្ត្រីនិងថ្នាក់នាំរក្សាសាមគ្គីភាពនិងការឯកភាពផ្ទៃក្នុងក្រសួងខ្ញុំត្រូវការកសាងជំនឿនិងទំនុកចិត្តលើការដឹកនាំជារួមនេះជាកិច្ចការដែលយើងបានធ្វើបាទបើយើងធ្វើប៉ុណ្ណឹងអត់បានទេខ្ញុំដឹកនាំស្ថាប័ននេះអត់កើតទេខ្ញុំក៏លេចទៅមើលអញ្ចឹងនេះគឺការរៀបចំផ្ទះសម្បែងបានរៀបរយដែលសម្ដេចមហាវត្តធិបតីលោកតែងតែពោលពាក្យថារៀបចំខ្លួនរៀបចំផ្ទះសម្បែងបានរៀបរយអញ្ចឹងខ្ញុំការងាររបស់ខ្ញុំសំខាន់បំផុតគឺកិច្ចការផ្ទៃក្នុងរបស់ក្រសួងត្រូវធ្វើម៉េចឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់និងគ្រប់គ្នាយល់គោលការណ៍រួមហើយចូលសមរភូមិទាំងអស់គ្នាបើមិនអញ្ចឹងទេខ្ញុំដឹកនាំអត់កើតទេបាទមិនមែនបានសេចក្តីថាខ្ញុំជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រីហ្នឹងប្រាប់គេទៅគេស្ដាប់ទេតែទាំងអស់គ្នានឹងយល់ដោយខ្ញុំដែរឬមួយថាស្តៀងខ្ញុំដែរនៅបានខ្ញុំដឹកនាំការបើមិនអញ្ចឹងទេទៅរួចអញ្ចឹងនេះជាកិច្ចការធំដែលយើងបាននឹងកំពុងអនុវត្ត